លឿងនិងស្រអាប់ស្រមុកនេះជាលីងចេនតើស្រាបៀរសិប្បកម្មនេះជាប្រភេទអ្វីតើអ្នកទើបតែយកដបចៃដន្យមួយចំនួនហើយព្យាយាមប្រាប់វាថាវាជារបស់ល្អនេះជារឿងមិនសមហេតុផលទាំងស្រុងអំពីស្រាបៀរសិប្បកម្មចាស់តើអ្នកគិតថាយើងទាំងអស់គ្នាជាមនុស្សដែលមិនធ្លាប់បានឃើញពិភពលោកទេអ្នកអាចប្រាប់បានដោយមើលមួយផ្លែតថាវាគ្មានអ្វីល្អទេជីតាអ្នកមិនអាចផឹកបានទេចុះបើមានរឿងអ្វីកើតឡើងតើអ្នកអាចទទួលខុសត្រូវនេះបានទេលីងឆេងគឺជាម្នាក់ក្នុងចំណោមពួកយើងប្រសិនបើអ្នកពិតជាមិនអាចរកអ្វីដែលល្អបានទេចូលនិយាយវាទៅប៉ុន្តែស្រានេះជារបស់ដែលលោកតាត្រូវទទួលទានតើអ្នកអាចបន្លំទំនិញអន់ជាងទៅជាមិនល្អជាងដោយរបៀបណាតើខ្ញុំអាចធ្វើបាបលោកតាដោយរបៀបណាដើម្បីរក្សាមុខមាត់ស្រានេះមិនមែនខ្លាំងខ្លាយទេអ្នកមិនគួរនៅទីនេះទេជប់រកលេសទៀតទៅតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដអ្នកបានដាក់ដៃលើម្ដាយខ្ញុំនិងធានយូខ្ញុំមិនទាន់បានខ្វល់ពីការដោះស្រាយរឿងជាមួយអ្នកនៅឡើយទេជាមួយកូនស្រីច្បងនៅលើនេះអ្នកកំពុងប្រព្រឹត្តចំពោះលោកតាដោយចិត្តអាក្រក់អ្នកជាមនុស្សដែរទេលេងណានសៀងអ្នកនៅតែមិនជឿខ្ញុំអ្នកដឹងច្បាស់បំផុតពីអ្វីដែលអ្នកកំពុងគិតមិនអីទេឈប់ឆ្លុះប្រកែកគ្នាប្រហែលជាមានការយល់ច្រឡំខ្លះនៅទីនេះទៅតើមានការយល់ច្រឡំអ្វីតើវាអាចទៅជាបរិសុទ្ធចំណាស់បានសុំឲ្យគាត់យកស្រាមកឲ្យឬពិតមកទៅខ្ញុំជឿជាក់លើលីងឆេនខ្ញុំនឹងផឹកស្រានេះនៅថ្ងៃនេះជីតាឲ្យអ្នកមិនត្រូវបានអនុញ្ញាតឲ្យផឹកទេជីតាខ្ញុំដឹងថាអ្នកល្អចំពោះលីងឆេនប៉ុន្តែខ្ញុំមិនបាននិយាយអ្វីទេប៉ុន្តែអ្នកមិនស្រួលខ្លួនមួយរយៈនេះទេខ្ញុំមិនអាចមើលអ្នកលោតចូលទៅក្នុងភ្លើងបានទេបង្កប់នៅចិត្តអ្នកព្យាបាទអំពើអាក្រក់ជាច្រើនស្រមុកអ្នកលីងឆេនមិនសមនឹងត្រូវបានគេហៅថាជាមនុស្សទេតើអ្នកអាចបំបែកស្រារបស់ខ្ញុំដោយរបៀបណាលោកចាស់ឲ្យសុំកុំខឹងអីតើនេះមិនមែនសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទេធានយុរបស់យើងកំពុងធ្វើរឿងទាំងអស់នេះដើម្បីជាប្រយោជន៍របស់អ្នកអ្នកមិនអាចខឹងនឹងចៅប្រុសរបស់អ្នកចំពោះអំណោយគួរឲ្យសង្ស័យមួយចំនួនពីកូនប្រសាបានទេនោះអយុត្តិធម៌ណាស់ចំពោះអ្នកនេះពិតជាអយុត្តិធម៌ខ្លាំងណាស់ធានប៉ៃបានមកដល់ហើយសុំទោសមានអ្វីមួយបានកាត់ឡើងហើយសូមអភ័យទោសឲ្យខ្ញុំយោខាងជើងនៃមេឃតើអ្នកអាចនិយាយបែបនេះដោយរបៀបណាវាពិតជាអស្ចារ្យណាស់ដែលអ្នកបានមកថ្ងៃនេះប្រញាប់ឡើងមកអង្គុយត្រង់នេះយករស់ចំណាស់ហាក់ដូចជាមិនសូវចាប់អារម្មណ៍ទេមានអ្វីកើតឡើងមាននរណាម្នាក់បានព្យាយាមធ្វើបាបបរិសុទ្ធចំណាស់នោះដោយឲ្យគាត់ផឹកស្រាខ្លាំងៗឲ្យគាត់ខ្លាំងៗលឿងនឹងស្រអាប់ជាក់ស្ដែងគាត់មិនល្អទេសំណាងល្អខ្ញុំបានមកដល់ទាន់ពេលមិនដូច្នោះទេជីតាអាចនឹងពោរួចទៅហើយហេតុអ្វីបងឡាយឈប់មើលទៅប្រញាប់ឡើងហើយឲ្យស្រាមកវាហើយបោះវាចោលឥឡូវនេះពិតមកទៅជន់បុកតាអ្នកកំពុងធ្វើអ្វីបានជាអ្នកផឹកស្រានោះប្រញាប់ឡើងខ្ជាក់រឿងនេះចេញឲ្យលឿនរលងដូចសុទ្ធក្លិនក្រអូបសម្បូរបែបនេះពិតជាមិនមែនជាស្រាខ្លាំងខ្លាយទេនេះជាក់ស្ដែងបន្ទប់ក្រោមដីអាយុ1សតវត្សបន្ទប់ក្រោមដីសិនថេញ៉ូពិតមែនឬខាងជើងនៃមេឃតើអ្នកកំពុងលេងសាច់យើងមែនទេកំ pl ែងតើនេះជាភេសជ្ជៈដែលអ្នកអាចលេងសាច់បានទេភាពចលាចលតាមព្រំដែនកាលពី3ឆ្នាំមុនព្រះករុណាបានទទួលបេសកកម្មក្នុងគ្រាមានសម្រាប់សត្រូវនិងក្បត់ជាតិវិលត្រឡប់មកវិញជាមួយនឹងជ័យជំនះជាស្រាដែលយើងបានផឹកក្នុងពិធីអបអរជ័យជំនះតើស្រាទំពាំងបាយជូរនេះដែលឯកឧត្តមបានប្រទានមានតម្លៃនេះបានរក្សាទុកស្រាអស់រយៈពេល1សតវត្សអាចប្រៀបធៀបទៅនឹងស្រាជាតិមានមនុស្សតិចណាស់ដែលនៅសេសសល់ក្នុងលោកគ្រួសារអ្នកមានលំដាប់កម្ពស់ជាច្រើនដែលមានចំណង់ចំណូលចិត្តចំពោះម្ហូបឆ្ងាញ់ដ៏កម្រនិងឆ្ងាញ់ពិសាចង់ភ្លក់ស្រានេះខ្ញុំរីករាយនឹងលះបង់ទ្រព្យសម្បត្តិភាគច្រើនរបស់ខ្ញុំប៉ុន្តែនៅតែមិនអាចទទួលបានវាអ្នកចង់មានន័យថាស្រានេះពិតមែនទេមិនអាចទៅរួចធាងយូតើអ្នកបានស្រានេះមកពីណាចុះចំណែកឯអ្វីដែលនៅសល់វិញមួយគត់ដែលអ្នកនឹងទទួលបានមែនទេគេអាចធ្វើស្រាប្រភេទនេះបានទោះបីជាមិនមែនជាថ្នាក់កម្ពស់ក៏ដោយប៉ុន្តែវានឹងមិនមានភាពខុសគ្នាច្រើនទេដើម្បីផ្ដល់ជូនពេញនេះដល់គ្រួសារលេងរបស់យើងនេះគឺជាការជួយដ៏ធំធេងមួយដល់គ្រួសារលេងរួចទៅហើយបរិសុទ្ធចំណាស់វាហាក់ដូចជាក្នុងអំឡុងពេលអវត្តមានគ្រួសារលេងរបស់យើងបានបង្កើតនាគពិតមួយស្រានេះដាំឡើយជាដប់ទាំងមូលមួយដប់ធំប៉ុណ្ណាមួយដប់ធំប៉ុណ្ណាគាត់បានបោះវាចោលសត្វដ៏កំសត់នេះបានបំផ្លាញអ្វីទាំងអស់អ្វីអ្នកបានវាបំបែកដប់ស្រាបៀរសិប្បកម្មអាយុ1សតវត្សទាំងមូលខ្ញុំក៏មិនដឹងថារឿងនេះជាការពិតដែរមនុស្សល្ងងតើអ្នកដឹងទេថាអ្នកបានធ្វើអ្វីខ្លះកំពុងលិតអេក្រង់វាគឺជាគាត់នោះហើយជាគាត់ស្រានេះត្រូវបានគាត់យកមកបងប្រុសប៉ៃអ្នកក៏ស្គាល់គាត់ដែរគាត់ជាមនុស្សឥតប្រយោជន៍ខ្ញុំពិតជាមិនជឿថាគាត់នឹងយកអំណោយថ្លៃបែបនេះមកទេតើអ្នកបាននិយាយអ្វីស្រានេះគឺជាអំណោយមួយពីគាត់ត្រូវហើយវាជាអំណោយមួយពីខ្ញុំបើខ្ញុំចាំបានត្រឹមត្រូវអ្នកបានរៀបការជាមួយគ្រួសារលេងរបស់យើងតើអ្នកបានស្រានេះមកពីណាអំណោយពីមិត្តម្នាក់ដូច្នេះអ្នកនៅព្រំដែនកាលពី3ឆ្នាំមុនមែនទេអូខ្ញុំស្មានថាដូច្នេះអ្នកមិនកំពុងកុហកទេមែនទេតើវាអាចថាខ្ញុំបានលួចស្រានេះទេពិបាកនិយាយណាស់អ្នកណាដឹងប្រហែលជាអ្នកពិតជាបានលួចស្រានេះមែនស្ដាំវាច្បាស់ជាត្រូវបានគេលួចមែនយោពមមិនចាំបាច់និយាយបែបនោះទេស្រានេះមានគុណភាពកំណត់10មួយវាមិនត្រឹមតែអាចពន្យាអាយុជីវិតប៉ុណ្ណោះទេវាក៏តំណាងឲ្យអំណាចនិងឋានៈខ្ពស់បំផុតផងដែរមិននិយាយពីរឿងដែលលីនឆេនមិនមានឱកាសតាក់ទងជាមួយគ្រួសារអ្នកមាននេះផងទោះបីជាមានក៏ដោយខ្ញុំពិតជានឹងរក្សាទុកវា
វានឹងមិនងាយទទួលបានទេដូច្នេះអ្វីដែលលោកលេងឆេនបាននិយាយគឺជាការអ្វីដែលលោកលេងឆេននិយាយនោះជាការពិតមែនទេជាការខ្ជិះខ្ជាយស្រាដូច្នេះចុះយ៉ាងណាបើវាខូចយើងទាំងអស់គ្នាជាក្រុមគ្រួសារខ្ញុំនឹងទុកបញ្ហានេះចោលប៉ុន្តែត្រូវចាំថាបើអ្នកធ្វើរឿងបែបនេះម្ដងទៀតនៅខាងក្រៅសូម្បីតែជីវិតរបស់គាត់ក៏មិនអាចជួយសង្គ្រោះបានដែរខ្ញុំឃើញហើយអ្នកចាប់តាំងពីអ្នកបានយកស្រាមកវាគួរតែត្រូវបានពន្យល់យ៉ាងច្បាស់លាស់និងច្បាស់លាស់ឥឡូវនេះស្រាត្រូវបានបំផ្លាញអ្នកក៏គួរតែទទួលខុសត្រូវភាគច្រើនផងដែរខ្ញុំបាននិយាយអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវនិយាយហើយអ្នកឯងជាអ្នកនិយាយថាអ្នកមិនជឿអ្នកទេដែលនិយាយថាវាជាស្រាខ្លាញ់អ្នកឯងជាអ្នកដែលបំផ្លាញស្រាឥឡូវនេះពួកគេចង់ឲ្យខ្ញុំទទួលខុសត្រូវតើអ្នកមានយោបល់អ្វីខ្លះទេលីនឆេនបិទមាត់ទៅធានបៃគឺជាអ្នកក្រោមបង្គាប់មួយរូបរបស់ព្រះដ៏មានព្រះភិក្ខអ្វីដែលគាត់បាននិយាយគឺជាអ្វីដែលគាត់ចង់មានន័យគួរឲ្យចាប់អារម្មណ៍ណាស់តើអ្នកដឹងអ្វីខ្លះជាមួយនឹងអរិយាប័ត្រប្រភេទរបស់មិនល្អដូចម្រាមដៃរបស់បងប្រុសខ្ញុំម្នាក់ឈ្មោះបៃទេមិនអីទេញ៉ាំខ្ញុំមិននិយាយរឿងនេះនៅពេលព្រឹកព្រលឹមទេប៉ុន្តែខ្ញុំកំពុងប្រាប់អ្នកបានស្នាក់នៅផ្ទះគ្រួសារលេងអស់រយៈពេល3ឆ្នាំមកក្រោយនៃទឹកដោះគោដើម្បីទទួលបានអាហារនិងភេសជ្ជៈចុះរឿងនេះវិញឥឡូវនេះបងប្រុសបង្កើតរបស់អ្នកបានត្រឡប់មកវិញហើយសូមឲ្យគាត់ជួយអ្នកអ្វីជួយខ្ញុំផងបាត់ចាសស្វាមីក្រោមការបញ្ជារបស់ឯកឧត្តមអ្នកកំពុងធ្វើបានល្អណាស់ឥឡូវនេះហេតុអ្វីមិនផ្ដល់ការងារខ្លះដល់គាត់ការសម្អាតបង្គន់នោះក៏ជាសេរីរុងរឿងបំផុតរបស់ទ្រង់ដែរតើអ្នកបាននិយាយអ្វីមិនមែនគ្រាន់តែមនុស្សគ្មានតម្លៃណាម្នាក់អាចស្មោះត្រង់នឹងព្រះអង្គបានឡើយប៉ុន្តែអ្វីដែលអ្នកទើបតែនិយាយអំពីព្រំដែនដាយ៉ានកាលពី3ឆ្នាំមុនខ្ញុំចង់សួរអ្នកថាតើអ្នកសម្រេចបានអ្វីមួយហើយឬនៅកុំភ្លេច follow និងចុច like share ឲ្យ